ធ្វើជាមនុស្សកុំរស់ទៅតាមពាក្យដែលគេថាអ្នកខ្លះថាឲ្យយើងរីចម្រើនអ្នកខ្លះថាឲ្យយើងអន្តរាយក៏មានដែរមនុស្សយើងមានចំណុចយ៉ាប់មួយគឺរស់ទៅតាមអារម្មណ៍របស់អ្នកដទៃហើយធ្វើអីគឺតន់តោទៅតាមពាក្យដែលគេថាធ្វើនោះខ្លាចគេថាធ្វើនេះខ្លាចគេថានិយាយទៅឲ្យតែធ្វើអីមួយភ័យរឿងខ្លាចគេថានឹងមុនមកអ្នកត្រូវចាំថានៅក្នុងសង្គមមួយនឹងបើសិនជាយើងយកពាក្យគេថាយកមកដាក់ជាឧបសគ្គទាំងអស់គ្នារើខ្លួនអត់រួចទេធ្វើអីក៏គេចាំតែថាយើងដែរនៅពេលដែលយើងក្រគេថាយើងនឹងវាអត់គំនិតនៅពេលដែលយើងមានបានគេថាយើងនឹងវាហៃសូវាដូរចរិតនៅពេលដែលយើងស្ងាត់ស្ងៀមគេហៅយើងនឹងសងំចាំតែយកសុខហើយនៅពេលដែលយើងចែកម្លែកចេញសកម្មភាពគេថាយើងនឹងសម្ដែងនៅពេលដែលយើងចេះរស់ស៊ីចេះធ្វើទីផ្សារគេថាយើងនឹងចូលនៅពេលដែលយើងអត់ចេះរស់ស៊ីអត់ចេះធ្វើអីសោះគេថាយើងនឹងគ្មានគំនិតអ្នកខ្លះមកថាឲ្យយើងនឹងមិនមានន័យថាគាត់នឹងក្រាន់បើជាងយើងឬក៏ធ្វើការងារអីមានផ្លែផ្កាជាងយើងទេគាត់តែពេលខ្លះគាត់មិនយល់ដូចយើងហើយគាត់មកនិយាយថាយើងនឹងធ្វើអីក៏ខុសដែរពីពេលនេះទៅកុំស្ដាប់ពាក្យគេនិយាយច្រើនពេកស្ដាប់បេះដូងខ្លួនឯងខ្លះផងហើយពេលដែលចេញធ្វើអីកុំយកពាក្យគេនិយាយនឹងមកដាក់មុខឲ្យសោះទៅសួរខ្លួនឯងសិនថារឿងដែលយើងកំពុងធ្វើនឹងមានប្រយោជន៍ដែរអត់ហើយវាសំខាន់ប៉ុណ្ណានៅក្នុងជីវិតរបស់យើងបើសិនជាវាសំខាន់ហើយវាមានប្រយោជន៍សម្រាប់ជីវិតរបស់យើងទោះបីជានរណានិយាយឲ្យបែកផែនដីទៀតក៏ត្រូវតែទៅធ្វើដែររឿងទី2សួរខ្លួនឯងមើលថាស្រឡាញ់ការងារនឹងប៉ុណ្ណាហើយចូលចិត្តវាប៉ុណ្ណាហើយធ្វើវាកើតអត់បើសិនការងារនឹងជាការងារដែលមានប្រយោជន៍ហើយយើងចូលចិត្តវាទៀតនរណានិយាយអីក៏សែងទៅចិត្តគេដែរចុងក្រោយទៅសួរថាការងារដែលខ្លួនឯងកំពុងធ្វើនឹងវាស្របច្បាប់ដែរអត់វាប៉ះពាល់ជាមួយនរណាដែរអត់បើយើងចូលចិត្តវាហើយវាជាការងារដែលមានប្រយោជន៍ហើយវាស្របច្បាប់គ្មានប៉ះពាល់នរណាទេធ្វើវាទៅប្រឹងធ្វើវាឲ្យបានផលក្រៃលោថ្ងៃណាមួយអ្នកដែលថាយើងនឹងគាត់អាចនឹងពឹងពាក់យើងបាននៅថ្ងៃក្រោយវាអត់សំខាន់នៅលើពាក្យដែលគេថាទេវាសំខាន់នៅលើយើងខ្លួនឯងតើប្រកបជាមួយនឹងការងារនឹងកម្រិតណាហើយអាចមានវិធីធ្វើវាឲ្យមានប្រយោជន៍បានកម្រិតណាអ្នកតែចាំថានៅពេលដែលយើងអត់ប្រយោជន៍មិនបាច់និយាយអីសោះក៏ខុសដែរ